សួស្តីអ្នកនរគ្នាខ្ញុំ Fortune ខ្ញុំគឺជានិស្សិតឆ្នាំទី4នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយមុខវិជ្ជាឬក៏មុខជំនាញដែលខ្ញុំសិក្សានោះគឺគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិវីដេអូនេះខ្ញុំនឹងនិយាយអំពីបទពិសោធន៍ខ្លះៗដែលខ្ញុំទទួលបានពីការសិក្សាគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញមុននឹងចែករំលែកអំពីបទពិសោធន៍ខ្ញុំនឹងនិយាយអំពីមុខវិជ្ជាខ្លះៗដែលមាននៅក្នុងមុខជំនាញមួយនេះមានមុខវិជ្ជាដូចជាការគ្រប់គ្រងហិរញ្ញវត្ថុច្បាប់ជំនួយអន្តរជាតិការស្រាវជ្រាវទៅលើទីផ្សារឬក៏យើងហៅថា market research ការគ្រប់គ្រងធនធានមនុស្សការគ្រប់គ្រងអាជីវកម្មទាំងមូលនិងមុខជំនាញដ៏ល្អៗជាច្រើនទៀតអំឡុងពេលខ្ញុំសិក្សាមុខវិជ្ជាគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទនេះខ្ញុំទទួលបានអាហារូបករណ៍ដ៏ល្អៗចំនួន2ដែលខ្ញុំពិតជារីករាយនិងអរគុណយ៉ាងខ្លាំងទៅដល់សាលាភូមិន្ទដែលមានឱកាសឲ្យសិស្សទទួលបានបទពិសោធន៍បែបនេះហើយបទពិសោធន៍ខ្ញុំហ្នឹងគឺទៅពីប្រទេសដូចជាសិង្ហបុរីនិងប្រទេសហូឡង់ការផ្លាស់ប្ដូរការសិក្សាទៅរៀនបរទេសនេះគឺពិតជាផ្ដល់ចំណេះដឹងឲ្យខ្ញុំច្រើនមែនទែនជាពិសេសបង្កើតមិត្តភាពនិងទំនាក់ទំនងថ្មីៗជាមួយសិស្សសានុសិស្សមកពីប្រទេសផ្សេងជាពិសេសនេះគឺខ្ញុំទទួលបានចំណេះដឹងថ្មីៗពីបណ្ដាប្រទេសទាំងនេះក្រៅពីទទួលបានឱកាសអាហារូបករណ៍ទៅរៀននៅប្រទេសបរទេសខ្ញុំក៏ទទួលបានចំណេះដឹងច្រើននៅក្នុងសាលារៀនសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីសាស្ត្រាចារ្យដែលគាត់មានជាជំនាញឯកទេសតាមមុខវិជ្ជារៀងៗខ្លួនមិនតែប៉ុណ្ណោះសាស្ត្រាចារ្យក៏មានការអប់រំថ្នាក់បណ្ឌិតឬក៏បរិញ្ញាបត្រជាន់ខ្ពស់ពីបរទេសផងដែរសាស្ត្រាចារ្យមួយចំនួនក៏មានអាជីវកម្មផ្ទាល់ខ្លួនទៀតផងនេះជាចុងបញ្ចប់នៃវីដេអូខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តអរគុណសម្រាប់ការទស្សនា